ខ្ញុំចង់ឲ្យអាយដាមកើតរិទ្ធអាយដាមសតធេតអាយដាមវងពិសេនសិក្សាផ្លូវច្បាប់ឲ្យខ្ញុំពេចក្មេងៗទំនើងឥឡូវយើងចាប់ដាក់គុកអស់តបាយហើយចេញមកខ្លះកែខ្លះមិនកែមិនបាច់ទៅដល់រុញទៅដល់ជួរមុខទេឲ្យគិតគូរពីការប្រើប្រាស់ការអប់រំកម្រិតណាដើម្បីអាចភ្ជាប់ជាមួយនឹងការបម្រើដល់សមរភូមិមុខមិនបាច់យកទៅកាន់កំភ្លើងបាញ់ទេយកទៅធ្វើតែចាក់ពុំលេនដ្ឋានចាក់ពុំស្អីហ្នឹងដើម្បីអគ្គបញ្ជាការដាក់ទៅ3ខែ6ខែតាមទម្ងន់ទោសយកទៅកន្លែងហ្នឹងចាក់ពុំលេនដ្ឋានដើម្បីដឹកទៅមុខកុំឲ្យពិបាកឲ្យដឹងថាតើកងទ័ពយុវជនដូចគ្នាកំពុងតែឈរជើងប្រឈមនឹងការគ្រោះថ្នាក់ស្លាប់ដោយសារខាងមុខនៅពេលដែលពួកយើងមានឱកាសមានសេរីភាពមកដើរអញ៉ៃកាប់ចាក់បំផ្លាញប្រទេសនេះបាទឲ្យវាផ្សារភ្ជាប់គ្នាទៅការលះបង់របស់យុវជនឲ្យមើលបាទសូមសិក្សាឲ្យលឿនព្រោះឥឡូវតតែអញ្ចឹងខ្លះបាទមិនបាច់ពី3ក្តោគោជាការហាត់ប្រាណទេចាក់កមប់បេតុង10 20ជាការហាត់ប្រាណនឹងជាការល្អជាង